សួស្តីបងប្អូនទាំងអស់គ្នាបាទសុខសប្បាយទេបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងថ្នាក់យើងមានពីណាអវត្តមានអត់មួយចំមកគ្នាលោកគ្រូថ្ងៃនេះបាទអញ្ចឹងយើងធ្លាប់បានរៀនរួចហើយអំពីការបូកចំនួនរបស់យើងណាបាទកាលពីមេរៀនចាស់របស់យើងឥឡូវនេះយើងនឹងសិក្សាអំពីមេរៀនថ្មីដែលគ្រូនឹងប្រាប់ពីប្រធានបទរបស់យើងគឺវិធីគុណចំនួនគុណឥឡូវកុំឲ្យចាំយូរគ្រូនឹងចែកបានពាក្យទៅកូនសិស្សចំនួន4នាក់បានចំនួនបាច់នេះ10លោកគ្រូបាទអញ្ចឹងក្នុងមួយបាច់បានចំនួននេះក្នុងម្នាក់គ្រូឲ្យបានប្រមាណ10អញ្ចឹងតោះឥឡូវបើសិនជាគ្រូប្រមូលមកវិញសូមប្រមូលមកវិញ10អញ្ចឹងយើងបានចំនួន10តបមកគ្រូសូមប្រមូលម្នាក់ទៀត10ទៀតអញ្ចឹងមានន័យថាយើងបូកប្រមាណបូក10ថែមអញ្ចឹងយើងបូកចំនួន10ទៀតអញ្ចឹងឥឡូវគ្រូសូមប្រមូលពីបងអូនម្នាក់ទៀតអញ្ចឹងយើងបូកប្រមាណទៀតបូក10ទៀតអញ្ចឹងគ្រូធ្វើការសរសេរបូក10អញ្ចឹងលោកគ្រូសូមប្រមូលបងអូនម្នាក់ទៀតបាទអញ្ចឹងយើងធ្វើការសរសេរលេខប្រមាណទៀតបូក10ថែមបូកថែម10ទៀតអញ្ចឹងឥឡូវបងប្អូនទាំងអស់គ្នាអាចធ្វើការបូកលេខនេះមើលថាតើស្មើនឹងប្រមាណដែរ40បាទស្មើនឹង40ចុះបើសិនជាចំនួននេះមានច្រើនតើយើងនៅធ្វើការបូកបែបនេះតទៀតកើតអត់កើតតែយូរចាបាទកើតប៉ុន្តែយើងចំណាយពេលច្រើនអញ្ចឹងលោកគ្រូមានវិធីសាស្ត្រមួយដើម្បីឲ្យយើងកាត់បន្ថយការបូកចំនួននេះឲ្យសល់រយៈពេលខ្លីណាឥឡូវយើងមើលលេខដំបូងនេះគឺជាលេខប្រមាណលេខ10បូកម្ដងទៀត10ដែរបូកម្ដងទៀត10ដែរបូកម្ដងទៀត10ដូចគ្នាអញ្ចឹងតើ10នេះមានចំនួនប្រមាណដង4ដងបាទ10នេះមានចំនួន4ដងអញ្ចឹងលោកគ្រូអាចសរសេរថា10គុណនឹងចំនួន4ដងបានអត់បាន14ដង40ស្មើគ្នាដែរលោកគ្រូបានអញ្ចឹងយើងអាចសរសេរ10គុណនឹង4អញ្ចឹង4 10ដងស្មើមែន40បាទស្មើនឹង40អញ្ចឹង40អញ្ចឹងវិធីគុណ4គុណនឹង10ស្មើនឹង40ចំណែកឯ10បូកគ្នាចំនួន4ដងក៏ស្មើនឹង40អញ្ចឹងយើងអាចទាញសន្និដ្ឋានបានថាវិធីបូកតគ្នាស្មើ40ក៏យើងអាចធ្វើការគុណវិធីនោះបានដូចគ្នាណាអញ្ចឹងវិធីគុណគឺវាជាការជំនួសឲ្យការបូកលេខតលេខដដែលតគ្នាច្រើនដងបាទស្ដាប់បានអត់បងប្អូនគ្នាតើអញ្ចឹងគ្រូបានបញ្យល់រួចមកហើយណាថាវិធីគុណរបស់យើងអាចនឹងជំនួសវិធីបូករបស់យើងអញ្ចឹងតើបងប្អូនយល់យ៉ាងណាដែរសម្រាប់វិធីសាស្ត្រគុណជំនួសឲ្យបូកបែបនេះតើសូមបងប្អូនមុនមកបាទលោកគ្រូសម្រាប់ខ្ញុំ10ខាងនេះតែ4ដងឯងសរសេរអស់10បូក10 10បូក10 10 10 10ដដែល4ដងមានចំនួនឲ្យវិធីគុណ10គុណនឹង4ដងស្មើ40អញ្ចឹងខ្ញុំគិតថាការគុណវិធីគុណជំនួសឲ្យវិធីបូកចំនួនដដែលច្រើនដងអញ្ចឹងយើងអាចចំនួនដល់វិធីគុណដោយយកចំនួននោះគុណនឹងចំនួនដងលោកគ្រូបាទត្រឹមត្រូវណាតោះសូមបងប្អូនម្ដងតោះចាលោកគ្រូសម្រាប់ខ្ញុំគិតថាប្រមាណវិធីគុណចំនួនប្រមាណវិធីបូកងាយស្រួលជាងឧទាហរណ៍10បូកចំនួន4ដងអញ្ចឹងកូនអាចយក10គុណនឹងចំនួន4បាទគុណនឹងចំនួនដែលយើងមាន10នេះមានចំនួនប្រមាណដងបាទមានចំនួន4ដងរបស់យើងហ្នឹងបាទអរគុណច្រើនតោះបងប្អូនខាងនេះម្ដងចាលោកគ្រូសម្រាប់ខ្ញុំគិតថាបើយើងចង់បូកចំនួនដូចគ្នាច្រើនដងបើលេខហ្នឹងវាមានច្រើនយើងអាចបូកបន្តគ្នារហូតទេអញ្ចឹងយើងអាចចំនួនដោយប្រើវិធីគុណដោយយកចំនួនហ្នឹងមានប្រមាណដងយកមកគុណជាមួយលេខហ្នឹងបាទអរគុណច្រើនតោះបងប្អូនចាលោកគ្រូសម្រាប់ខ្ញុំតែយើងបូកលើចំនួនច្រើនដងបើលេខបានតែ4ខ្ទង់ណាស់តែវាថាលេខច្រើនទៀតវាមិនបានអញ្ចឹងអាចធ្វើវិធីគុណចំនួនប៉ុណ្ណឹងបាទអរគុណច្រើនបងប្អូនអញ្ចឹងបងប្អូនបានយល់ទាំងអស់គ្នាហើយថាវិធីគុណរបស់យើងគឺជំនួសឲ្យការបូកលេខដដែលដែលមានចំនួនច្រើនដងអញ្ចឹងក្នុងលំហាត់របស់យើងឧទាហរណ៍យើងមានតែចំនួន4ដងអញ្ចឹងយើងធ្វើការបូកវាមានភាពងាយស្រួលប៉ុន្តែបើសិនជាចំនួននោះមានចំនួនច្រើនឧទាហរណ៍ថាមាន10
100 đòn giống như mình ai nơi cùi sờ xe hốt đòn 100 đòn có đọc ram miền chủng luôn 200 đòn giống như mình ai nơi cùi bột lê chứ có sờ xe lê nút ở cục chủng luôn ban đêm giống như miền tây bờ lia về này dân tập thôi cả bột giống như ai chủng luôn ao cả bột lê chủng luôn đòn đài nốt đòi cả côn đòi dân mơ pi tua bao viết thà tua bao viết đài đó vì chia tua lê ấy kê tua lê còn man gọt máu dân thôi cả côn chủng môi nữa chủng luôn đòn bao viết thì cả sài ចឹងសម្រាប់មេរៀនរបស់យើងគឺមានតែប្រប៉ុណ្្នឹងទេ